mà dương bạn chụp lên trên micro quay phạt môn này mình tích bạn lưu dùng lên Sorry about that. Didn't realise you were busy. I'm not that good with my speaking. I didn't really understand what you were saying. Totally understand. But we're there in like 5-10 minutes. When I go to the casino, it's important we get as much footage as possible to try and stop this. You know, the more we get media out, the quicker they stop. So that's my mission. So if we can get to theខ្ញុំសូមបញ្ជាក់បន្ថែមម៉ោងនេះជាបន្ទាន់សម្រាប់អ្នកក្រុងប៉ោយប៉ែតណាมันអាចធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ5ចន្លោះពីខាងកើតផ្សារកដាលរហូតដល់ផ្លូវជាតិ58វងមូល58និងកូនដំរីបានទេនៅក្នុងម៉ោងនេះខ្ញុំសូមបញ្ជាក់ដោយទទូចម៉ោងនេះมันអនុញ្ញាតឲ្យធ្វើដំណើរដាច់ខាតណាបាទពីព្រោះឥឡូវនេះគឺបញ្ជាក់ជូនអញ្ចឹងថាมันអាចធ្វើដំណើរបានផ្លូវជាតិលេខ5ចាប់ពីខាងកើតផ្សារកដាលខាងកើតវត្តផ្សារកដាលទៅគឺมันអាចធ្វើដំណើរបានទេទទួលព័ត៌មានមកដល់ហួសចិត្តមួយដែលខ្ញុំសូមលើកមកនិយាយនៅក្នុងក្រុមនេះជូនបងប្អូនយើងព័ត៌មានដែលខ្ញុំទទួលបានមកនេះគឺមានបងប្អូនមួយចំនួនតូចខ្ញុំមិននិយាយទាំងអស់ទេណាមួយចំនួនតូចពិសេសបងប្អូនដែលលោករត់តាក់ស៊ី Pass App និងម៉ូតូឌុបមួយចំនួនតូចទេមិនទាំងអស់ទេបងស្ដាប់ខ្ញុំឲ្យទាន់ណាដែលកំពុងតែដើរបញ្ចុះបញ្ចូលបំភ័យប្រជាពលរដ្ឋក៏ដូចជាកំពុងតែបំភ័យជនបរទេសដើម្បីឲ្យចាក់ចេញហើយលួចដឹកគាត់ក្នុងតម្លៃខ្ពស់ឆ្លងកាត់កន្លែងក្របធ្លាក់ខ្ញុំសូមបញ្ជាក់ជូនបងប្អូនមួយចំនួនតូចនោះវិញថាបងប្អូនកំពុងតែប្រឈមទៅនឹងច្បាប់ធ្ងន់ធ្ងរហើយណាបងប្អូនកំពុងរុញច្រានសភាពការទី1បងប្អូនកំពុងតែនាំយកនៅហានិភ័យខ្ញុំចង់បញ្ជាក់ជូនថានៅពេលដែលបងប្អូនទៅបញ្ចុះបញ្ចូលឬបំភ័យបានជនបរទេសណាមួយបងប្អូនដឹកគេមកក្នុងតម្លៃខ្ពស់មួយហើយបងប្អូនឆ្លងកាត់កន្លែងគ្រោះថ្នាក់ពេលដែលគេមានគ្រោះថ្នាក់កើតឡើងរឿងមិនតូចទេបងសូមអាណិតខ្ញុំកន្លែងនេះណាសូមជួយរក្សារបៀបរៀបរយរួមគ្នាដើម្បីមូលដ្ឋានយើងរួមគ្នាដើម្បីសកម្មភាពរបស់យើងដូច្នេះហើយសូមបងប្អូនមេត្តាយោគយល់កន្លែងនេះខ្ញុំសូមអង្វរចិត្តហ្មងព្រោះគ្រោះថ្នាក់ណាបងគ្រាប់វាផ្លោងអញ្ចឹងអាគ្រាប់ដែលផ្លោងនេះណាវាធ្លាក់កន្លែងណាវាធ្លាក់កន្លែងណាបងប្អូនបានដឹងមុនទេណាកុំដើម្បីអាការដែលបងប្អូនចំណេញបន្តិចបន្តួចនៅក្នុងការធ្វើរបៀបនេះហើយយកអាយុជីវិតបងប្អូនផ្ទាល់ផងយកអាយុជីវិតអ្នកផ្សេងទៅជាមួយផងរួមទាំងជនបរទេសផងឥឡូវនេះមិនបានទេណាកម្លាំងសមត្ថកិច្ចគេនឹងអនុវត្តនៃការច្បាប់ហើយបើសិនជារកឃើញបងប្អូនយើងសូមអធិស្ឋានទុកជាមុនទៅហើយជំរាបជូនបងប្អូននៅក្រុងប៉ោយប៉ែតយើងដែលបានលើសូរសំឡេងយោធាថៃបាញ់គ្រាប់ផ្លោងចេញពីទឹកដីថៃអំបញ្ញមិញនេះគឺគ្រាប់ទាំងអស់គឺធ្លាក់នៅនឹងចិត្តស្ទឹងបត់ទាំងអស់ហើយនឹងចិត្តផ្លូវជាតិលេខ5ដែលជះអំបែងឡើងមកចឹងសូមបងប្អូនមេត្តាជ្រាបគិតត្រឹមម៉ោងនេះខ្ញុំនៅតែបញ្ជាក់ជូនបងប្អូនថាចំណាប់ផ្លូវជាតិលេខ5ចាប់តាំងពីខាងកើតផ្សារកដាលទៅដល់វងមូល58រហូតដល់ទៅកូនដំរីគឺมันអាចធ្វើចរាចរណ៍បានទេប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់ចឹងសូមបងប្អូនមានការយោគយល់រួមជាមួយនឹងផ្លូវ30ផ្លូវ50និងផ្លូវ58ផងដែរជួយនំនេះជានៅប៉ោយប៉ែតនំនេះកិច្ចនៅប៉ោយប៉ែតនៅវងមូល58បងគិតមិនសាកដាបងប្អូនសាកដាហើយឃ្លាតមកដល់បាទឃ្លាតមកឆ្ងាយបាទពីនងមកចូល7 គីឡូដីឃ្លាតមកនេះអំបែងរើបានធ្ងន់ណាស់ត្រូវមនុស្សអីដឹងតែធ្លាយឯងត្រូវមនុស្សដឹងតែធ្លាយឯងប៉ុណ្ណេះ